អាសន្នចំនួនទឹកភ្លៀងកំពុងវាយប្រហារថៃអណ្ដែតលិចលង់ហូរច្រោះខូចខាតស្ពានលិចផ្ទះសម្បែងចំនួនទឹកភ្លៀងកំពុងលេបត្របាក់ថៃបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់គ្នានៅក្នុងស្រុកពូអាខេត្តណាននៅថ្ងៃទី19ខែសីហាឆ្នាំ2026នេះបានបង្កឲ្យមានទឹកជំនន់ជន់លិចនៅតំបន់ជាច្រើនហើយធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការដែលជន់លិចនេះបើតាមខេត្តសូត្ររបាយការណ៍របស់ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តណានបានឲ្យដឹងថាទឹកជំនន់នេះមានការដែលប៉ះពាល់ដល់តំបន់មួយចំនួនដូចជាបានថងខុនបានណាឡែបានហៀនិងបានហួដយនៅតំបន់បានហួដយផ្ទះប្រជាពលរដ្ឋចំនួន5ខ្នងផ្ទះត្រូវបានទឹកជំនន់ជន់លិចខេត្តសូត្របានរាយការណ៍ថាស្ថានភាពទឹកជំនន់នៅតែបន្តកើនឡើងខណៈដែលអាជ្ញាធរកំពុងតាមដានយ៉ាងជិតស្និទ្ធហើយកម្លាំងសង្គ្រោះរួមជាមួយនឹងកងវិស្វកម្មក៏បានធ្វើការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋប្រសិនបើស្ថានភាពកាន់តែអាក្រក់និងធ្ងន់ធ្ងរក្រៅពីនេះស្ពាននៅតំបន់ទំនប់ចៅរងការដែលខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកហូរច្រោះដីនិងជញ្ជាំងស្ពាននៅលើផ្លូវលេខ1256ដែលធ្វើឲ្យកំណត់ផ្លូវនេះមិនអាចធ្វើដំណើរឆ្លងកាត់បានទេស្ពានដែលរងការខូចខាតនេះគឺស្ថិតនៅប្រវែងប្រហែល19គីឡូម៉ែត្រពីអូឈានជាតិដោយភូខានិងប្រហែល6គីឡូម៉ែត្រពីស្រុកពូអាជ្ញាធរថៃអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនជៀសវាងនៅផ្លូវនេះជាបណ្ដោះអាសន្នសិននិងកុំប្រថុយប្រឋានក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹកហូរខ្លាំងអាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋគួរតាមដានអំពីព័ត៌មានអាកាសធាតុនិងកម្រិតទឹកជាប់ជាប្រចាំដើម្បីជៀសវាងគ្រោះថ្នាក់អាជ្ញាធរនឹងបន្តតាមដានទៅនឹងស្ថានភាពនិងជូនដំណឹងបន្ថែមប្រសិនបើមានការវិវត្តថ្មីខ្ញុំឈួនអេគ្រី MHJ TV ចាប់ផ្ដើមថ្ងៃថ្មីរបស់លោកអ្នកជាមួយនឹងទឹកពិសាសុខភាពអេយ៉ុងជប៉ុននេះគឺជាការធ្វើតេស្តឈាមរវាង10នាទីក្រោយងើបពីដំណេកពិសាកាហ្វេពិសាទឹកធម្មតានិងទឹកពិសាសុខភាពអេយ៉ុងជប៉ុនចរន្តឈាមក្រោយពីការពិសាទឹកសុខភាពអេយ៉ុងជប៉ុនមានដំណើរការរលូននិងគ្មានភាពស្អិតជាប់គ្នាឡើយទឹកបរិសុទ្ធអាល់កាឡាំងផលិតចេញពីបច្ចេកវិទ្យាប្រទេសជប៉ុនជួយបំពេញជាតិទឹកដល់រាងកាយគ្រប់គ្រាន់ល្អសម្រាប់សុខភាពគ្រួសាររបស់លោកអ្នកបរិភោគទឹកល្អទទួលបានសុខភាពល្អ